ในទីបំផុតអតីតអង្គការហេងសទ្ធីដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាហើយរត់ទៅបរទេសនោះត្រូវសមត្ថកិច្ចបញ្ជូនមកកម្ពុជាវិញហើយកាលពីយប់មិញនេះហើយនៅព្រឹកនេះផងដែរសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រំប្រទានបានបញ្ជូនអតីតអង្គការហេងសទ្ធីទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីហើយការចាប់ខ្លួនអតីតអង្គការហេងសទ្ធីនេះផងដែរគឺមានការសហការរវាងសមត្ថកិច្ចកម្ពុជានិងសមត្ថកិច្ចអន្តរជាតិដែលធ្វើការចាប់ខ្លួននៅប្រទេសរុស្ស៊ីបញ្ជាក់ជូនបងប្អូនដែលលោកកំពុងតាមដានតាមសង្គម Facebook ការចាប់ខ្លួនអតីតអង្គការហេងសទ្ធីនេះគឺដោយសារតែអតីតអង្គការហេងសទ្ធីប្រព្រឹត្តបទល្មើសជាច្រើនមានឆបោកក៏ដូចជាគំរាមកំហែងទារប្រាក់ពីអ្នកវិនិយោគទុនបរទេសរាប់រយលានដុល្លារនិងមានបណ្ដឹងពីជនរងគ្រោះជាច្រើនទៀតឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង